តាំងពីតូចក្តីសម័យធំបំផុតរបស់ខ្ញុំគឺដើរលេងជុំគ្នាជាមួយមិត្តភក្តិខ្ញុំតែម៉ាក់តែងតែបារម្ភពីសុវត្ថិភាពកូនៗទាំងអស់គ្នាចឹងទៅគាត់អត់ព្រមឲ្យខ្ញុំដើរតែឥឡូវទីបំផុតគាត់សេយ៉ាសាយនិយាយថាអត់ yes ក៏អត់បានដែរខ្ញុំព្រោះនៅស្រុកគេអញ្ចឹងអត់ព្រមឲ្យខ្ញុំដើរខ្ញុំលួចដើរអុយកូននេះខូចហ្មងតែវាជារឿងប៉ັດត្រូវអត់កៃ So let's spend a day with me ម្ដងគេ day 1គេអត់សូវធ្វើអីច្រើនទៅខ្ញុំថ្ងៃនេះ day 1ធ្វើរឿងច្រើនខ្លាំងមែនតើដើរលេងគ្រប់កន្លែងគឺច្រើនខ្លាំងមែនតើ So guys this is my part 1ហើយដើម្បីដើរលេងមានជាការភ្ញាក់ម៉ោង 5 កន្លះផឹក And I Uber to my friend house my friend brother which is also my other friend និយាយថាស្គាល់មិត្តភក្តិដោយសារប្អូនគេអញ្ចឹងជួនពួកយើងដាក់នៅពលានយន្តហោះលាក់ទុំពេលទៅដល់ហ្នឹងគឺនាំគ្នា check in ទាំងអស់ហើយក៏បានចូលមកទិញកាហ្វេចង់និយាយថា trip ហ្នឹង is a girls only trip ដើរលេងជុំគ្នាតែស្រីៗ4នាក់ទេហើយបើមិត្តភក្តិខ្ញុំមកអំពើផឹកសួរថាចង់ញ៉ាំនំមកហើយបើអ៊ីមួយនេះវិញយន្តហោះចោលគាត់សំខាន់គាត់អត់ចេះអង់គ្លេសចេះតែភាសាចិនគាត់អត់ដឹងធ្វើម៉េចហើយក៏បានជួយគាត់ទិញស្រួតយន្តហោះថ្មីសំខាន់គឺដើរមកជុំពលានមកឥឡូវហ្នឹងគឺអ៊ីនឹងបានទៅបាត់ហើយដល់ពេលខ្ញុំជាមួយមិត្តភក្តិខ្ញុំគឺអង្គុយថត content ម្ដងហើយប៉ានេះវិញគឺខ្ញុំថាមែនម្ចាស់ចាស់គេហៅដៃភ្លើងជើងមាន់តែសម្រាប់ពួកខ្ញុំវិញគឺជាកំ pl ែងសោយសបាយហើយពេលក្នុងយន្តហោះហ្នឹងគឺដេកលក់បាត់ដេកលក់ភ្ញាក់មកវិញគឺដល់ Melbourne ល្មម And this is my friend គេថា business ឬការ referral connection ទៅបាទខ្ញុំស្គាល់មិត្តភក្តិខ្ញុំវិញក៏តាមម៉ាក់ប៉ាជាមួយបងប្អូនដែរតែ the vibes everything is just there រួមទៅគឺខ្ញុំស្រឡាញ់ពួកគាត់ខ្លាំងអូយឥឡូវមកដល់ Airbnb យើងគឺនៅកណ្ដាលក្រុង Melbourne មករបៀបថាជាន់ទី54ទៀតខ្ញុំគិតថាអានេះមិនមែន vlog ទេចូល love confession វិញ And we met with her other friend ក៏បានមក eat lunch ជាមួយគ្នាមិត្តភក្តិខ្ញុំដល់ហាងជប៉ុនគាត់និយាយទៅកសែមកបាទបងចង់ស្ដាប់ពាក្យប៉ិត wait for part 2 guys part 2គឺកាន់តែសវ៉ាយទៀតរួមទៅសិតទៅកន្លែងគេល្បីបាច់ឆាល្បីហាងល្បី fine dining ល្បីរឿង review អត់សូវល្អតែខ្ញុំប្រាប់ជាក់ស្ដែង in my next video hey the best part is self scoop tiramisu so yeah see you guys bye